Most of us aren't even aware of the UK logistics industry, yet it's one of the most successful sectors in UK business. Logistics affects nearly every aspect of our daily lives. It's quite literally all around us, all the time. Có cái mình hiện bằng hô trôi từក្នុងสมอดដែរគេសុខចិត្តចេញលុយទិញអាចណាដើម្បីមកលាយជាមួយវាឲ្យធ្វើឲ្យវាទៅជារបស់រឹងជាប់បាវយកទៅចោលនៅកន្លែងណាដែលមានសុវត្ថិភាពអញ្ចឹងយើងមើលនៅពេលណាដែលយើងគិតតែពីប្រាក់ចំណេញខ្ញុំលើកឧទាហរណ៍ដូចជាមានរោងចក្រខ្លះគាត់បំភាយគាត់បង្ហូរជាតិគីមីដែលគាត់ផលិតហើយណាជាពិសេសរោងចក្របោកគក់រោងចក្រផលិតស្បែកជើងអីហ្នឹងពេលខ្លះគាត់អត់បានគិតដល់បញ្ហាហ្នឹងឯងគាត់បង្ហូរចេញមកគាត់ធ្លាក់ទៅលើអូធ្លាក់ទៅអីវានាំឲ្យអ្នកនៅជុំវិញហ្នឹងគឺខូចបរិស្ថានរហូតដល់មានគោងាប់ផឹកទឹកទៅគោងាប់មនុស្សងាប់អីយើងឃើញហើយប្រសពកិច្ចតឹងតែងគឺគេចាប់រោងចក្រហ្នឹងគឺសងជួសជុលបរិស្ថានឲ្យល្អឡើងវិញសម្រាប់សហគមន៍គឺអាហ្នឹងគឺវិវត្តគឺត្រូវចំណាយលុយច្រើនអញ្ចឹងអាលុយចំណេញទាំងប្រហែលប្រហែលជាអាចណាយកទៅប្រើប្រាស់ក្នុងការជួសជុលបរិស្ថានឲ្យរដ្ឋវិញមួយទៀតយើងមើលសុវត្ថិភាពយើងឃើញហើយឧទាហរណ៍ជាក់ស្ដែងណានៅកំពង់សោមបាក់អាគារនៅកពតបាក់អាគារនៅសៀមរាបបាក់កត់លោកនោះសុទ្ធតែជាពាក់ព័ន្ធជាមួយនឹងការធ្វើជំនួញដែលមិនគិតពីសុវត្ថិភាពរបស់មនុស្សដែលធ្វើការក្នុងនឹងអញ្ចឹងការធ្វើចំនួនដែលមាននិរន្តរភាពគឺមិនមែនតែប្រាក់ចំណេញមួយមុខទេគឺគិតពីបរិស្ថានហើយនិងសុវត្ថិភាពផងដែរឥឡូវយើងមើលខាងក្នុងនឹងចុះមកក្រោមមួយកលៈទៀតដើម្បីគ្រប់គ្រងណាដើម្បីគ្រប់គ្រងឲ្យការធ្វើចំនួននឹងដល់គោលដៅសួរថាការធ្វើចំនួនកើតឡើងដោយអីគេដោយការ communicate ណាតំណែងរវាងភាគីទាំងសងខាងភាគីកភាគីខណាភាគីកឯកភាពគ្រប់គ្រងឲ្យភាគីខ